ស្ងាត់សភាមកដល់ប្រទេសស្វីសែនបាត់ហើយនឹងប្រទេសក្នុងក្តីសម័យបងប្អូនចាជាប្រទេសដែលខ្ញុំស្រឡាញ់ចូលចិត្តជាមួយនឹងទស្សនវិជ្ជាភ្នំទេសភាពវាស្មៅខៀវខ្ចីអមជាមួយនឹងសัตว์ចាសัตว์ជាមអីចឹងណាបងប្អូនហើយឥឡូវហ្នឹងផាបានមកដល់បាត់ហើយនឹងធ្វើមកទៅចាបងប្អូនតាមពិតជាប្រទេសស្វីនៅក្នុងក្តីសម័យទេឥឡូវនេះយើងលួងចិត្តខ្លួនឯងទីកន្លែងដែលខ្ញុំមកដល់នេះគឺចាកសិដ្ឋានគិតហ្វាមដោយកសិដ្ឋានគិតហ្វាមនេះមុននឹងយើងចូលកំសាន្តបានគឺយើងត្រូវទិញសវត្ថសិនសវត្ថសម្រាប់មនុស្សចាស់ហ្នឹងគឺតម្លៃ20,000រៀលក្នុងម្នាក់បងប្អូនហើយមុននឹងយើងចូលគឺគេមានឲ្យយើងបាញ់ចាថ្នាំសម្រាប់មេរោគសិនបានយើងអាចចូលទស្សនាបានហើយសម្បត្តិ20,000ហ្នឹងគឺយើងអាចយកទៅដូរជាមួយនឹងភេសជ្ជៈផ្សេងៗនៅក្នុងនឹងបានគ្រប់មុខតែម្ដងហើយសម្រាប់កូនក្មេងដែលក្រោមកម្ពស់1ម៉ែត្រចុះក្រោមបងប្អូនគឺគេអត់យកលុយទេហើយទីតាំងនេះពិតប្រាកដខ្ញុំអត់ដឹងថាគួរធ្វើដំណើរពីណាទៅណាទេបងប្អូនគ្រាន់តែខ្ញុំដឹងថាផ្លូវដែលយើងចូលមកដល់គិតហ្វាមហ្នឹងគឺយើងមកឆ្លងកាត់ផ្លូវទៅជ្រាវដែរសម្រាប់អ្នកគាត់ទៅជ្រាវគាត់ដឹងហើយអញ្ចឹងវាមានចុះផ្លូវបំបែកទៅជ្រាវហ្នឹងគឺអត់ទាន់ដល់ជ្រាវទេហើយបើសិនជាយើងចេញពីភ្នំពេញទៅគឺយើងហួសផ្សារឧដុង្គចានិយាយទៅយើងហួសទៅដល់ផ្សារឧដុង្គហ្នឹងគឺគេមានផ្លូវបំបែកទៅជ្រាវហ្នឹងគឺយើងអាចធ្វើដំណើរទៅតាមផ្លូវហ្នឹងទៅប៉ុន្តែបើឲ្យខ្ញុំដឹងពិតប្រាកដត្មងគឺអត់ទេនេះខ្ញុំទៅដោយសារប្អូនដែរហ្នឹងបងប្អូនអញ្ចឹងយើងងាកមកដល់គិតហ្វាមរបស់យើងនេះបងប្អូនហើយចានិយាយពីទស្សនវិជ្ជានេះគឺស្រស់ស្អាតខ្លាំងមិនខុសពីនៅប្រទេសស្វីសែនទេពេលដែលខ្ញុំថតមុនមិញហ្នឹងពេលដែលខ្ញុំទៅដល់ភ្លាមបងប្អូនប៉ុន្តែអាកាសធាតុហ្នឹងគឺក្តៅពេកនាំគ្នារត់មកចូលជ្រោកម្លប់សិនហើយកន្លែងម្លប់នេះក៏គេមានជាមនៅក្នុងទ្រុងហ្នឹងឲ្យយើងដាក់ចំណីឲ្យស៊ីដែរបងប្អូនដឹងចំណីជាមនឹងអីគេបងប្អូនហើយអត់ខុសពីដង្កូវនាងទេគឺវាស៊ីស្លឹកមនដែរអីអញ្ចឹងណាចាបងប្អូនមើលណែចានិយាយថាពីទេសភាពស្អាតខ្លាំងមែនតែម្ដងឥឡូវនេះគឺយើងចូលមកដល់កន្លែងម៉ាតគេចាដែលគេមានលក់ភេសជ្ជៈគ្រប់មុខតែម្ដងហើយសម្បត្តិដែលយើងចាចូលមកមិញហ្នឹងគឺយើងអាចយកមកដូរជាប្រភេទចំណីអាហារចាភេសជ្ជៈនិយាយទៅគឺភេសជ្ជៈបានចាឥឡូវយើងងាកមកមើលទស្សនវិជ្ជានៅខាងក្រៅវិញបន្ទាប់ពីថ្ងៃវារៀងជ្រេទៅតិចហើយចាមកមើលទស្សនវិជ្ជាខាងក្រៅនេះបងប្អូនហើយស្អាតខ្លាំងខ្ញុំស្រឡាញ់ប្លង់ថងនេះទោះបីជាចាម្ចាស់ជាមគេកំពុងទៅវាយជាមច្បាប់គេដេញជាមឲ្យចេញពីកន្លែងទេសហ្នឹងបងប្អូនដើម្បីឲ្យវាទៅស៊ីនៅខាងឆ្ងាយអីអញ្ចឹងទៅគេដាក់ស្លឹកមនចំណៃហ្នឹងឲ្យអ្នកដែលគាត់ទៅកំសាន្តហ្នឹងអាចឲ្យជាមនឹងស៊ីបានអីអញ្ចឹងណាចាហើយមើលនេះទស្សនវិជ្ជាស្អាតខ្លាំងហោអីនិយាយលេងចាញ់បងប្អូននិយាយថាពីខ្ញុំគឺជាមនុស្សចូលចិត្តថតរូបចាអញ្ចឹងទៅបានទៅកន្លែងអញ្ចឹងហើយគឺខ្ញុំអត់ឲ្យម្លងឯបងប្អូនណាជាពិសេសបើបានដៃថតអ្នកដែលពូកែទៀតអូយចាចាំតែថតឲ្យផាទៅនិយាយថាពីផានេះថតមិនឲ្យរំលងមកកន្លែងអីអញ្ចឹងណាចាត្រង់នេះគឺឃើញថាជាមវាឈរច្រើនស្អាតក៏រត់ចូលទៅក្នុងវងជាមមានណាជាមវាផ្អើលចាមិនបានទៅថតស្រួលបួនអីណាបងប្អូនហើយជាមហ្នឹងគឺវាអត់ខ្លាចមនុស្សយើងតែម្ដងចាគឺអីវានៅស្ងៀមចាមានជាមខ្លះវាស៊ីទៅតាមស្រួលអីអញ្ចឹងទៅចាខ្ញុំនេះមិនឲ្យវាមានក្តីសុខទេគឺរត់ដើម្បីបង្អើលវាថតទៅឃើញស្អាតអីអញ្ចឹងណាចាហើយនេះបងប្អូនខ្ញុំស្មានតារោមជាមហ្នឹងមើលទៅវារៀងទៅសោះស្អាតប៉ុន្តែវារៀងដុំចាប្រហែលជាវាអត់សូវបានងូតទឹកអីក៏មិនដឹងណាបងប្អូនណាចាអើយបងប្អូនជាកន្លែងដែលក្តីសុខរបស់ខ្ញុំតែម្ដងទស្សនវិជ្ជាទាំងអស់នេះគឺវាពិតជាស្រស់ស្អាតពេកទៅហើយចាចុះបើសិនជាខ្ញុំទៅស្វីសែនទៀតតើវាស្អាតដូចជានៅស្រុកខ្មែរយើងចឹងដែរឬក៏អត់ព្រោះថាពេលខ្លះវីដេអូយើងមើលទៅតាមការបង្ហាញតាម social media មិនដឹងវាជាការពិតឬក៏អត់អីអញ្ចឹងណាចាវាស្អាតអញ្ចឹងឬក៏អត់ទេតែបើសិនជាបានទៅដល់មែនខ្ញុំមិនដឹងជាសប្បាយយ៉ាងណាទេឥឡូវនេះគឺយើងអង្គុយថតលេងជាមួយនឹងជាមទាំងអស់នេះគឺ slow ហាក់បីដូចជាវាសាំងស៊ាំជាមួយនឹងមនុស្សហើយប៉ុន្តែបញ្ជាក់បន្តិចបងប្អូនភ្លេចប្រាប់ចាកសិដ្ឋាននេះគឺយើងទៅបានតែសៅរ៍អាទិត្យទេបងប្អូនគេបើកឲ្យចូលកំសាន្តចាបើទៅខុសពីថ្ងៃហ្នឹងអត់បានចូលទេឥឡូវនេះខ្ញុំកំពុងចូលកាយវិការជាមួយនឹងជាមចាដោយសារតែឃើញគេដេកទល់មុខគ្នាទៅពីអៀងស្មៅហ្នឹងរៀងតំណងពេកក៏ចូលទៅចែកលេងជាមួយទៅហើយអ្នកម្ដាយរបស់ខ្ញុំចាដើរឃើញជាមនឹងរៀងស្រូតក៏ចូលថតជាមួយនឹងជាមដែរទៅចាញឹមស្រស់មែនតែនហើយបើយើងក៏លេចមកខាងនេះវិញបងប្អូនហើយចានិយាយតែបញ្ជនបរទេសគាត់មកហាក់បីដូចមានអារម្មណ៍សប្បាយរីករាយឲ្យចំណីជាមអីចឹងណាចាបន្ទាប់ពីយើងចេញពីកន្លែងចំជាមហ្នឹងគឺយើងចូលមកកន្លែងនេះដំណាំចម្រុះនេះប៉ុន្តែខ្ញុំអត់បានបង្ហាញបងប្អូន
យើងអស់ទេចាគាត់ថាបានបង្ហាញត្រួសត្រាសបើច្រើនពេកគឺវីដេអូវែងអញ្ចឹងណានេះផ្កានេះស្អាតខ្លាំងណាបងប្អូនខ្ញុំលួចកាច់របស់គេមួយម៉ែត្រយកមកដាំដែរតែដាំអត់រួមចាគឺងាប់បាត់ហើយឥឡូវយើងចេញពីកន្លែងហ្នឹងយើងចូលនេះកន្លែងនេះគឺចំសัตว์ចម្រុះអានេះមានក្រួចចានេះទន្សាយអញ្ចឹងបងប្អូនតូចហ្នឹងចាគឺទន្សាយហើយកន្លែងនេះវិញគឺផ្ទះសัตว์ចាប៉ុន្តែក្នុងនឹងអត់ដឹងថាគេដាក់ចិញ្ចឹមសัตว์អីគេទេបងប្អូនចាស្អាតពណ៌ហ្នឹងគឺជាពណ៌ដែលលេចធ្លោតែម្ដងហើយមកខាងនេះវិញបងប្អូនគឺមានកដោអានេះក៏ដឹងថាហៅកដោអីគេទេបងប្អូនអើយចាហើយខាងនេះវិញគឺជ្រូកនេះនិយាយថាពីកតឿតលអុកតែម្ដងពោះវិញយួរលែងរួចហើយអូសដីតែម្ដងហើយមួយនេះវិញគឺជាប្រភេទដែលអីគេចាទៅបាត់ទៅហើយចាអណ្ដើកភ្នំហើយឆ្មានេះវិញក៏ស្អាតដែរបងប្អូនណាចាគឺស្អាតយកតែម្ដងចាមិនដឹងថាប្រភេទជាពូជសัตว์ឆ្មាប្រភេទអីគេទេចាឡើងធំស្អាតរោមវាក្រាស់អីអញ្ចឹងណាអានេះនៅរៀងតូចជាកូនឆ្មាហើយគួរឲ្យខ្លាញ់ខ្លាំងមែនតែម្ដងបើសិនជាបានមួយយកមកចិញ្ចឹមមិនដឹងជាល្អយ៉ាងណាទេនេះចាបន្ទាប់ពីយើងចេញពីខាងហ្នឹងគឺយើងចូលមកបន្លោះនេះគឺយើងទៅមើលអូទ្រីសហើយនឹងសัตว์ចាពពែចាប៉ុន្តែស្ដាយដែរដែលខ្ញុំចូលកន្លែងពពែហ្នឹងខ្ញុំអត់បានផឹកទឹកដោះពពែស្រស់ចាពពែហ្នឹងគឺដូចជាម៉ោងគេសម្រាប់ឬក៏មិនទេបងប្អូនអត់ឃើញមានអ្នកនៅប្រចាំការនៅហ្នឹងហើយកន្លែងនេះគឺជាកន្លែងចំអូទ្រីសនិយាយថាពីអូទ្រីសនេះបងប្អូនហើយធំហួសចាខ្ពស់ជាងខ្ញុំទៅទៀតហ៎ចាហើយបើជើងវិញមកហើយបើប៉ុនកជើងខ្ញុំនេះចាអូទ្រីសនេះក៏ស៊ីជាមួយនឹងចំណីបវានេះស្លឹកមនដែរបងប្អូនចាស្លឹកមនណោះចឹកខ្ញុំខ្លាចទៅចឹកក្បាលខ្ញុំទេចាបន្ទាប់ពីយើងឃើញអូទ្រីសហើយឥឡូវយើងមកមើលជ្រូកនេះចាជ្រូកនេះបងប្អូនប្រហែលជាបានឃើញនៅក្នុង TikTok ឬបណ្ដាញសង្គមអីហីចាគេចេះហែលទឹកចាគេឡើងសម្រូតខ្លួនហើយហែលទឹកមានអ្នកទស្សនាច្រើនមែនតែនប៉ុន្តែខ្ញុំទៅនេះដោយសារតែដល់ម៉ោងគេសម្រាប់អញ្ចឹងហើយគេអត់ទាន់ចូលធ្វើការអីអញ្ចឹងណាគេនៅដេកសិនហើយចាបន្ទាប់ពីយើងចេញពីកន្លែងជ្រូកហ្នឹងបងប្អូននេះតាមពិតនៅគៀនលវងជ្រូកហ្នឹងទេចាគឺយើងឃើញផ្ទះមន់នេះខ្ជូតពេកស្អាតជាងផ្ទះផ្ទះអ្នកទៅទស្សនាហ្នឹងទៀតបងប្អូនហើយចាគឺស្អាតខ្លាំងមែនតែនពណ៌គេចម្រុះតែម្ដងហើយក្នុងហ្នឹងគឺគេមានចំមេមន់អីអញ្ចឹងណាចាណែបងប្អូនខ្ជូតអត់ចាស្អាតខ្លាំងមែនតែនតែម្ដងបន្ទាប់ពីបងប្អូនមកមើលទស្សនវិជ្ជាហើយឥឡូវខ្ញុំសូមបង្ហាញជារូបភាពដែលខ្ញុំបានថតនៅក្នុងកសិដ្ឋានគៀតហ្វាមហ្នឹងចែកបងប្អូនយើងទស្សនាទាំងអស់គ្នា